บองប្អូនឡើយនេះគឺយើងកំពុងតែធ្វើការងារមួយដែលការងារនេះជាប្រភេទទាំងការងារយើងតេស្តដីបងប្អូនអញ្ចឹងបងប្អូនតើតងជាមួយនឹងការងារដែលយើងតេស្តដីនេះវាមានច្រើនប្រភេទហើយខ្ញុំជ្រើសរើសការតេស្តដីនេះជាប្រភេទដែលយើងធ្វើ DCP បងប្អូនបាទយើងតេស្តជំរៅដីហើយយើងមានឧបករណ៍ DCP របស់យើងដើម្បីដាក់បញ្ចូលដំតេស្តទៅតាមជំរៅនៃស្រទាប់ដីបងប្អូនឥឡូវនេះក្រុមការងារយើងកំពុងតែរៀបចំលើកដុំដែកញញួរដំយើងដំម្ដងម្ដងដែលបកគោដែករបស់យើងហ្នឹងគឺវាមានបកគោដែលយើងអាចតភ្ជាប់គ្នាបានហើយតែយើងមានស្នែមានតភ្ជាប់គ្នាហ្នឹងដែលយើងមូលស្នែរបស់វាហើយតកតងជាមួយនឹងបកគោរបស់យើងវាមានកម្រិតក្រិតមានន័យថាមកបកគោប្រវែង1ម៉ែត្រយើងមានកម្រិតក្រិតរបស់យើងគឺ10អញ្ចឹងបងមានន័យថាមកកម្រិតក្រិតរបស់យើងហ្នឹងវាប្រវែងវា10សង់ទីម៉ែត្រអញ្ចឹងក្នុងដែលបកគោរបស់យើង1ម៉ែត្រហ្នឹងគឺយើងធ្វើចលនារបស់យើងហ្នឹងគឺបែបហ្នឹងទៅរបៀបហ្នឹងរហូតមានន័យថាយើងមានញញួរដែលក្រុមការងារយើងគាត់លើកវាទម្លាក់ចុះដល់កម្រិតមួយកម្រិតក្នុងដើមទី1ដើមទី2ដើមទី3ដើមទី4រហូតទៅដល់ជម្រៅគឺអាចថា10ម៉ែត្រឬក៏11ម៉ែត្រឬក៏12ម៉ែត្រអញ្ចឹងដែលយើងអាចធ្វើការបុកដំនឹងកូនញញួរយើងដោយយើងធ្វើចលនាលើកទម្លាក់ចុះឡើងបែបហ្នឹងរហូតអញ្ចឹងបាទហ្នឹងហើយបងប្អូនយើងលើកញញួរយើងលើកហ្នឹងគឺយើងរាប់យើងលើកទម្លាក់អញ្ចឹងទៅគឺយើងរាប់ក្នុងមួយកង់ហ្នឹងយើងលើកទម្លាក់ទៅវាមានចំនួនប្រមាណដងហើយយើងកត់ចូលនៅក្នុងกระดาษស្រង់តិន័យរបស់យើងដូចថាកង់ទី1យើងលើកចុះទម្លាក់ទៅហ្នឹងប្រមាណហើយក្នុង10កម្រិតហ្នឹងយើងលើកក្នុងមួយកម្រិតប្រមាណគឺយើងមានតិន័យក្នុងហ្នឹងអញ្ចឹងបងប្អូនហើយការងារនេះគឺมันងាយស្រួលទេបងប្អូននិយាយមែនតើទៅគឺមិនងាយស្រួលទេហើយខ្ញុំទៅតែរៀបចំធ្វើក៏មិនសូវមានបទពិសោធន៍អីដែលអាចបញ្យល់បងប្អូនបានច្រើនដែរគ្រាន់តែអ្វីដែលខ្ញុំដឹងមកគឺមានតិចតួចអញ្ចឹងអាចបងប្អូនដឹងអាចជួយខមមិនបន្ថែមឬក៏ណែនាំអីបន្ថែមទៀតបានអត់បញ្ហាអីទេអញ្ចឹងហើយការងារនេះក៏អាចថាគ្រោះថ្នាក់ដែរគឺថាដូចឃើញមុនហ្នឹងអញ្ចឹងបងប្អូនយើងដំទៅវាយើងលើកខ្លាំងពេកវាធ្វើឲ្យរបូតអាញួរហ្នឹងធ្លាក់បងប្អូនអាញួរហ្នឹងគឺវាមានទម្ងន់រឿងធ្ងន់ដែរណាមិនមែនស្រាលទេយើងឃើញអញ្ចឹងមែនឃើញគ្នាយើងលើកដូចស្រួលហ្នឹងក៏បើសិនជាមិនមែនជាអ្នកដែលធ្លាប់លើកទេក៏ពិបាកក្នុងដែលការធ្វើចលនាលើកវាចុះឡើងអញ្ចឹងដែរណាបងប្អូនគឺអាញួរហ្នឹងធ្ងន់ហើយខ្ញុំបានសាក់លើករួចហើយគឺវាធ្ងន់មែនតើហើយអ្នកមកអាចជាប់ចកេះជាប់អីដែរប៉ុន្តែដោយសារក្រុមការងារយើងនេះគាត់ធ្វើជាការងារបែបនេះវាជាយូរដែរហើយអញ្ចឹងមិនន័យថារាងកាយរបស់គាត់គឺវាស៊ាំជាមួយនឹងការងាររបៀបបែបហ្នឹងអញ្ចឹងណាអញ្ចឹងបើយើងអ្នកធម្មតាទៅធ្វើចលនាលើកចុះបែបនេះគឺត្រឹមតែកន្លះម៉ែត្រអីដែលយើងត្រូវលើកញញួរដំបញ្ចូលហ្នឹងបែរជា
ប្របាក់ក្នុងការលើកបែបហ្នឹងអញ្ចឹងបងប្អូនបាទឥឡូវនេះគឺយើងដំលិចបានមួយចំនួនហើយអញ្ចឹងអានេះមិនដឹងជាចូលដល់ដើមទីប្រមាណនេះជំរឿនេះណាអញ្ចឹងយើងយកបកគោលថ្មីបងប្អូនយកបកគោលថ្មីមកដាក់តពីលើបកគោលដែលយើងដំបញ្ចូលក្នុងដីហ្នឹងហើយបកគោលរបស់យើងពីមួយទៅមួយគឺវាមានដំណស្នែរបស់វាបងប្អូនអានេះគ្នាយើងបាញ់ថ្នាំច្រេះចូលដោយសារយើងដូចរៀងខានប្រើយូរដែរអញ្ចឹងយើងបាញ់ថ្នាំច្រេះបញ្ចូលក្នុងស្នែរបស់វាហើយយើងមានជាម៉ាឡេតឬក៏សោដែលត្រូវទៅតាមទំហំរបស់បកគោលរបស់យើងហ្នឹងគឺយើងមួលរឹតវាបងប្អូនបាទហ្វិចលើក្រោមទៅយើងមួលរឹតវារឹតមកតឹងល្មមហ្នឹងហើយអាហ្នឹងព្រោះអីវាបើយើងរឹតខ្លាំងពេកវាអាចបាក់ដែរយើងរឹតនេះដើម្បីការពារនៅពេលដែលយើងអុកដែកយើងទម្លាក់ចុះហ្នឹងគឺកុំឲ្យវាបាក់អញ្ចឹងណាបងប្អូនបានអញ្ចឹងយើងបានមួលដែករបស់យើងនឹងបញ្ចូលយើងចាប់ផ្ដើមតឡើងឧបករណ៍នៅពីលើវាទៀតទៅមានញួរមានដៃស្នាប់ហើយហ្នឹងយើងដាក់វាបញ្ចូលទៀតហើយនេះជាប្រភេទដែករបស់យើងបងប្អូនបាទវាមានក្រិតមួយកង់អញ្ចឹងក្នុងមួយដើមនេះវាមានប្រភេទដើម1ម៉ែត្រដើម9 ទឹកដែលភាគច្រើន1ម៉ែត្រគឺយើងដាក់ទៅមុនខ្លី9 ទឹកយើងដាក់ផ្នែកលើហើយយើងមានកម្រិតរបស់វាដែលយើងដំទម្លាក់ហ្នឹងវាមានកម្រិតប្រឡោះវាមួយហ្នឹងយើងកត់ចំនួនវាអញ្ចឹងគ្នាយើងគាត់ចាំកត់ទៅម្នាក់ទៅហើយអ្នកតម្រង់បកគោលរបស់យើងនឹងម្នាក់ហើយនឹងអ្នកទប់អាកន្លែងចុងញួរដែលត្រូវទម្លាក់មកទីតាំងទម្ងន់ណាបងប្អូនអញ្ចឹងក្នុងការដែលយើងធ្វើបែបនេះគឺ process ការងារហ្នឹងគឺយើងធ្វើទៅអញ្ចឹងរហូតតតាដល់ជម្រៅណាមួយដែលយើងអស់ដែករបស់យើងមានន័យថាអាចតែយើងដំអញ្ចឹងរហូតដល់ជម្រៅណាមួយដែលយើងកំណត់ថាបើសិនជាយើងយកត្រឹម10ម៉ែត្រឬក៏11ម៉ែត្រឬក៏12ម៉ែត្រហ្នឹងទម្ងន់ញញួរដែលយើងទម្លាក់ទៅហ្នឹងក្នុងមួយកង់នៃដែករបស់យើងវាមានចំនួនប៉ុណ្ណាដើម្បីឲ្យខាងក្រុមការងារ design structure ហ្នឹងគាត់យកទៅបញ្ចូលទិន្នន័យដើម្បីគណនាទៅជាមួយនឹងកម្លាំងរបស់ដីបងប្អូនបាទកម្លាំងរបស់ដីនឹងត្រូវបានប្រមាណតោននៅក្នុងជម្រៅណាមួយរបស់ដីអញ្ចឹងបើយើងមានទិន្នន័យទៅគឺយើងយកទិន្នន័យហ្នឹងដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបន្ទុកអគារឬក៏បន្ទុកស្ពានបាទបងប្អូនបន្ទាប់មកគឺឥឡូវយើងចូលដល់ជម្រៅដែលយើងចង់បានរួចហើយនេះជាសកម្មភាពដែលក្រុមការងារយើងគឺដកបកគោលហ្នឹងចេញវិញអញ្ចឹងបងប្អូនបាទពេលយើងដកបកគោលហ្នឹងគឺយើងប្រើរ៉តកៅឡាក់ដើម្បីយើងទាញវាឡើងម្ដងមួយកង់យ៉ាងមកយើងទប់គល់បោះដែករបស់យើងកុំឲ្យវាកើខ្លាំងពេកកាលណាទៅកើញ័រខ្លាំងពេកវាធ្វើឲ្យវាបាក់កន្លែងស្នែដែលយើងមួលរឹតតភ្ជាប់គ្នាហ្នឹងបងប្អូនអញ្ចឹងវាធ្វើឲ្យយើងដកបកគោលដែករបស់យើងដែលដំបញ្ចូលទៅក្នុងដីហ្នឹងអត់អស់ទេអញ្ចឹងតកតងជាមួយនៅក្នុងវីដេអូរបស់យើងដូចជាមានតែប៉ុណ្្នឹងទេបងប្អូនបន្ទាប់ពីយើងដកគោលដកអីយើងចាញ់ហើយយើងសរុបទិន្នន័យដែលយើងស្រង់បានហ្នឹងឲ្យទៅខាងក្រុមការងារយើងបន្តទៀតអញ្ចឹងបងប្អូន